មួយសង្ហបុរីបង្កក់ទ្របនៅអង្គការចិនស៊ីជាង$100 លានជាប់ពាក់ព័ន្ធនឹងអកតកម្មឆបោកអនឡាញឬទី2គឺកងម៉ារីនថៃសច្ចាយកទង់ជ័យមកដោតលើដីផ្ទះ3ដីខ្មែរផ្ទះ3ខ្នងនៅលើព្រំប្រទល់ដីខ្មែរនៅឯដែនដីកោះកុងជាប់នឹងព្រំប្រទល់ខេត្តត្រាតកម្ពុជាចាប់ដកកំភ្លើងធំដំណាក់កាលទី1ពលរដ្ឋខ្មែរឯនោះវិញព្រួយមិនទុកចិត្តថៃរឿងចាំតែជើងក្រោយសារនយោបាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតរបស់ខ្មែរយើងរឿងសហការជាមួយ FBI អាចคล้ายជាកំបិតចិត្តដងឯងកម្ពុជានិងអាមេរិកនឹងធ្វើសម្ពយុទ្ធយោធារួមគ្នាឡើងវិញក្រោយខកខានច្រើនឆ្នាំព្រះសង្ឃថៃប្តឹងនាយករដ្ឋមន្ត្រីថៃរឿងធ្លួយមាត់ថាពលរដ្ឋថៃរស់នៅអាស្រ័យផលនៅលើដីខ្មែរនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យទាហានថៃសម្ោចក្នុងខោនៅក្នុងតំបន់ប្រាសាទខ្នានិងលោកត្រាំចោទបកប្រឆាំងថាជាអ្នកធ្វើឲ្យគាំងរដ្ឋាភិបាលអាមេរិកបាទនេះគឺជាបង្អែមលៀងមាត់មួយផ្ទះធំសម្រាប់រាត្រីថ្ងៃទី1ដើមខែវិច្ឆិកានេះបងប្អូនឥឡូវចាប់ផ្ដើមពីព័ត៌មានទី1មុនគឺតកតងនឹងយោធាថៃសំទោសប្រទេសសង្ហបុរីបង្កក់ទ្របអ្នកអង្គការចិនស៊ីជាង$100 លានដោយចោទថាជាប់ពាក់ព័ន្ធនឹងអកតកម្មឆបោកអនឡាញបាទចំណាត់ការរបស់ប្រទេសសង្ហបុរីនេះគឺមិនមែនជារឿងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេបងប្អូនប្រហែលជាជ្រាបស្រាប់ហើយគឺចំណាត់ការនេះគឺកើតឡើងដោយសហរដ្ឋអាមេរិកដែលតងនឹងក្រសួងយុតិធម៌អាមេរិកហើយនឹង FBI របស់អាមេរិកផងដែលសូម្បីតែប្រធាន FBI គឺលោក Kash Patel ក៏បានចេញសេចក្តីថ្លែងការណ៍ប្រមាណជាមួយសប្តាហ៍ជាងមុននេះនិយាយអំពីប្រតិបត្តិការជាប្រវត្តិសាស្ត្រនៅលើប្រតិបត្តិការរបស់ FBI អាមេរិកនៅក្នុងការដែលបង្កក់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានរហូតដល់ទៅ$15,000 លានគិតជាលុយរូបិយវត្ថុគ្រីបតូដែលជាទ្រព្យសម្បត្តិពាក់ព័ន្ធនឹងអ្នកអង្គការចិនស៊ីដែលជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីខ្មែរនិងថ្នាក់ដឹកនាំកម្ពុជាហើយដែលជាជនជាតិចិនមានសញ្ជាតិកម្ពុជាដែលកំពុងតែបើករបរច្រើនអាណែករួមទាំងរបរឆបោកអនឡាញដែលត្រូវរងការផ្ដន់ទាទោសនិងដាក់ទណ្ឌកម្មស្រោះគ្នាពីគ្រប់បណ្ដាប្រទេសនេះឥឡូវនេះមានសហរដ្ឋអាមេរិកមុនគេជាងប្រហែលជា$15,000 លានបង្កក់ទ្រព្យសម្បត្តិជា cryptocurrency ហ្នឹងហើយនៅចក្រភពអង់គ្លេសក៏បង្កក់ទ្រព្យប្រហែលជាង$100 លានដែរជាទ្រព្យសម្បត្តិនៅទីក្រុងឡុងហើយឥឡូវនេះដល់ប្រទេសសង្ហបុរីម្ដងប្រទេសសង្ហបុរីគឺបង្កក់ទ្រព្យគាត់ប្រមាណជា$150 លានសិង្ហបុរីដែលគិតជាប្រាក់ដុល្លារអាមេរិកប្រហែលជា$115 លានជាទ្រព្យបងប្អូនបានន័យថាមិនមែនជាលុយកាក់សុទ្ធទេដូចនៅអង់គ្លេសដែរគឺជាបង្កក់របៀបជាទ្រព្យសម្បត្តិអចលនទ្រព្យដែលគាត់មាននៅឯប្រទេសអង់គ្លេសឥឡូវនេះគឺគេបង្កក់អចលនទ្រព្យមាននៅប្រទេសសង្ហបុរីដែលធ្វើដោយអាជ្ញាធរសង្ហបុរីនៅថ្ងៃនេះហើយ$150 លានសង្ហបុរីដែលគិតទៅប្រហែលជា$115 លាននេះគឺគេចោទប្រកាន់លោក Chen Zi ដែលជាប្រធានក្រុមហ៊ុន Prince Holding Group បាទគឺជាក្រុមហ៊ុនធំដែលរងទណ្ឌកម្មរបស់រដ្ឋាភិបាលជាតិអាមេរិកដែរតាក់ទងនឹងប្រតិបត្តិការរបស់ប្រទេសសង្ហបុរីមួយនៅចុងខែតុលាបាទនៅថ្ងៃ30 ខែតុលាពី3ថ្ងៃមុននេះហើយបើតាមអ្វីដែលសារព័ត៌មាននៅឯសង្ហបុរីបានផ្សព្វផ្សាយនឹងសារព័ត៌មានពិភពលោកយកមកដកស្រង់បន្តពេញពិភពលោកនោះគឺទីតាំងឬក៏របស់ដែលបានរឹបអូសគឺមានដល់ទៅ11សំទោសមានដូចតទៅខ្ញុំបញ្យល់លម្អិតអំពីទ្រព្យទី1គឺមានអចលនទ្រព្យ6កន្លែងទី2មានគណនីធនាគារអញ្ចឹងបានន័យថាបង្កក់ទ្រព្យសម្បត្តិដែរមានលុយដែរបាទក្នុងនោះគឺមានទាំង security account បានន័យថាជាលុយរបៀបជាលុយដូចថាដាក់ផ្ញើជាបញ្ញើអីចឹងគេបង្កក់ហើយក៏មានសាច់ប្រាក់ដែរគេមិនប្រាប់ថាសាច់ប្រាក់ប្រមាណទេហើយមានទូកទេសចរលំហែប្រភេទ yacht គឺធំមួយបាទហើយនឹងរថយន្ត11គ្រឿងហើយចុងក្រោយគេគឺមានស្រាថ្លៃហ្នឹងគឺច្រើនដបបាទដូច្នេះសរុបទៅគឺរបស់ដែលគេរឹបអូសហ្នឹងមានទាំងលុយដែរហើយមានទាំងកងធនាគារមានទាំងអចលនទ្រព្យមានអាចផ្ទះសម្បែង6កន្លែងអីហ្នឹងបាទហើយរឿងនេះគឺច្បាស់លាស់ដែលអ្វីដែលជាចំណាត់ការរបស់ប្រទេសសង្ហបុរីគឺដោយសារតែលោក Chen Zi ក៏មានបណ្ដាញឆបោកដែលតាមការចោទប្រកាន់របស់គេនឹងសង្ស័យហ្នឹងដោយសារតែការឆបោកគាត់ហ្នឹងគឺនៅទូទាំងពិភពលោកមានជនរងគ្រោះរាប់លានអ្នកច្រើនជាងគេនៅសហរដ្ឋអាមេរិកហើយក៏ដោយរៀលដាលដល់ប្រទេសសង្ហបុរីប្រទេសអីហ្នឹងចំណាត់ការហ្នឹងគឺគេធ្វើពីក្រៅមកវិញហើយកម្ពុជាអត់ទាន់ឃើញមានចំណាត់ការលើលោក Chen Zi ទេយើងកំពុងតែចាំមើលហើយនៅពេលដែលតាក់ទងនឹងចំណាត់ការនេះគឺយើងដឹងហើយថាមានតាំងពីអាមេរិកតាំងពីចក្រភពអង់គ្លេសឥឡូវចូលដល់សង្ហបុរីជាប្រទេសទី3ដែលប្រកាសផ្ដន្ទាទោសឬក៏សំទោសដាក់បង្កក់ទ្រព្យសម្បត្តិលោក Chen Zi ដែលមានសញ្ជាតិខ្មែរទៅហើយនឹងចូលសញ្ជាតិខ្មែរទៅហើយដោយសារតែលោកដកឬក៏បានន័យថាផ្ដាច់សញ្ជាតិមិនអង់គ្លេសចិនមានសញ្ជាតិខ្មែរផងមានសញ្ជាតិទិញសញ្ជាតិអង់គ្លេសផងហើយក៏មានសញ្ជាតិមួយទៀតនៅឯប្រទេសដែនកោះឆ្ងាយនៅម្ដុំប៉ាពូនូគីនីណាប៉ុន្តែយ៉ាងណា
នេះគឺលោកចិនស៊ីត្រូវគេសង្ស័យថាកំពុងតែសម្ងំលាក់ខ្លួននៅឯប្រទេសកម្ពុជាខ្ញុំស្លេះរឿងលោកចិនស៊ីត្រឹមប៉ុណ្ណេះនៅពេលដែលអាជ្ញាធរគេចាត់ការប៉ុន្តែមើលសារនយោបាយរបស់លោកហ៊ុនម៉ាណែតវិញតាក់ទងនឹងការសហការជាមួយសហរដ្ឋអាមេរិកប្រយុទ្ធប្រឆាំងនឹងការជួញដូរអំពើឆបោកអនឡាញនេះដែរថ្ងៃនេះគឺយើងឃើញលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាសរសេរសារនៅលើបណ្ដាញសង្គម Facebook របស់គាត់ដាក់ដូចនេះហើយខ្ញុំនឹងបកស្រាយលោកថាទើបជួបពិភាក្សាតាមទូរស័ព្ទជាមួយនឹងលោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ FBI របស់សហរដ្ឋអាមេរិកលោកបន្តថាយើងបានវិតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមករវាងស្ថាប័នសន្តិសុខរបស់ប្រទេសកម្ពុជានិង FBI នៅក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងអក្រិតកម្មឆ្លងដែនដូចជាការជួញដូរមនុស្សគ្រឿងញៀនឃាតកម្មជំរិតទារប្រាក់អក្រិតកម្មហិរញ្ញវត្ថុនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយលោកហ៊ុនម៉ាណែតបញ្ជាក់ថាជាជំហានបន្ទាប់យើងបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជានិង FBI ដើម្បីរក្សាសន្តិសុខនិងសុវត្ថិភាពសម្រាប់ប្រជាជននិងប្រទេសយើងទាំងពីរបាទរឿងដែលលោកហ៊ុនម៉ាណែតសរសេរសារនៅលើបណ្ដាញសង្គម Facebook តាក់ទងនឹងជួបលោក Patel ដែលជាប្រធាន FBI នេះគឺជាសារមួយដែលគួរឲ្យសាទរតាក់ទងនឹងជំហររបស់កម្ពុជាសហការគ្នាជាមួយនឹងប៉ូលីសអាមេរិកកម្រិតប៉ូលីសសហព័ន្ធសារតហ្នឹងគឺដោយសារអីគឺជាជំហររបស់កម្ពុជានៅក្នុងការបដិញ្ញាប្រយុទ្ធប្រឆាំងការឆបោកអនឡាញឬក៏អក្រិតកម្មឆ្លងដែននេះជាមួយនឹងអន្តរជាតិហើយជាពិសេសអាមេរិកហើយជំហរនេះក៏វាស្របគ្នាទៅនឹងអ្វីដែលជាលក្ខខណ្ឌដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងប្រទេសថៃនិងប្រទេសកម្ពុជាដែលថៃក៏បានស្នើឲ្យកម្ពុជាជួយសហការប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញជាមួយនឹងអាជ្ញាធរថៃប៉ុន្តែកម្ពុជាមិនត្រឹមតែសហការជាមួយថៃទេចង់ប្រាប់ថៃទៅវិញដែរថាកម្ពុជាលោតខ្ពស់រហូតដល់ទៅសហរដ្ឋអាមេរិកផងមិនខ្លាចនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកអនឡាញនៅប្រទេសកម្ពុជាទេហើយការដែលសហការជាមួយនឹងលោក Patel ដែលជា FBI បែបនេះក៏ចង់បង្ហាញអំពីបេះដូងរបស់កម្ពុជាថ្នាក់ដឹកនាំរបស់កម្ពុជានៅក្នុងការបដិញ្ញាការពារគេឈ្មោះមុខមាត់របស់កម្ពុជាប្រយុទ្ធប្រឆាំងការជួញដូរឆបោកអនឡាញស្ដារកិត្តិយសយើងឡើងវិញនៅលើឆាកអន្តរជាតិក៏ប៉ុន្តែស្របពេលដែលខ្ញុំសាទរលោកហ៊ុនម៉ាណែតនៅក្នុងការបង្ហើរសារនេះសេតវិមាននៅសហរដ្ឋអាមេរិកឬក៏បណ្ដាញផ្សព្វផ្សាយដទៃទៀតរបស់សហរដ្ឋអាមេរិកអត់មានទាន់ចុះផ្សាយអំពីសារសន្ទនាគ្នារវាងលោកហ៊ុនម៉ាណែតជាមួយនឹងលោក Patel ឬក៏ Kash Patel មេ FBI អាមេរិកនៅឡើយទេហើយតើគាត់ជជែកគ្នាអីក៏អត់ទាន់មានពីខាងនាយកដ្ឋាន FBI ដែរតែយ៉ាងណាយើងជឿជាក់លើនាយករដ្ឋមន្ត្រីកម្ពុជាថាជាជំហរដែលបញ្ជាក់អំពីការចង់សហការជាមួយអាមេរិកដែលអាចជាការកែប្រែស្ថានភាពប្រែពណ៌ស្ថានភាពឆបោកអនឡាញនោះឲ្យប្រសើរល្អជាងមុនបន្តិចដែរកុំឲ្យល្អពេកមិនអញ្ចឹងទេព្រោះយើងសហការជាមួយអាមេរិកបានន័យថាយើងចាប់ផ្ដើមយករឿងនេះគឺជារឿងដែលកម្រិតធ្ងន់យកចិត្តទុកដាក់ខ្លាំងក៏ប៉ុន្តែខ្ញុំឃើញថាសាររបស់លោកហ៊ុនម៉ាណែតនេះគឺជាសារនយោបាយច្រើនជាងសារបច្ចេកទេសនិងការអនុវត្តជាក់ស្ដែងណាហើយខ្ញុំសូមបន់ស្រន់ឲ្យសារនយោបាយនេះคล้ายទៅជាសារអនុវត្តជាក់ស្ដែងចោះព្រោះបើមិនដូច្នេះទេវាជាអាចជាកំបិតចិត្តដងទៅលើលោកហ៊ុនម៉ាណែតនិងរដ្ឋាភិបាលកម្ពុជាទៅវិញទេខ្ញុំប្រើពាក្យថាកំបិតចិត្តដងហ្នឹងគឺដោយសារអីនៅពេលដែលលោកបានប្រកាសថាបានសហការជាមួយនឹងមន្ត្រី FBI ក្នុងការចាត់ការសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងបទអក្រិតឆ្លងដែនរួមទាំងការឆបោកអនឡាញរឿងនេះមិនមែនជារឿងសារនយោបាយតែមួយមុខទេរឿងនេះគឺជាចំណាត់ការហើយចំណាត់ការដែលយើងអត់ឃើញតែសារនយោបាយនេះគឺតាក់ទងនឹងលោកចិនស៊ីនឹងតែម្ដងបងប្អូនមានចាំទេលោកចិនស៊ីនឹងដែលខ្ញុំបានជម្រាបពីខាងដើមវិញនេះគឺជាបុគ្គលតែម្នាក់គត់នៅក្នុងប្រវត្តិសាស្ត្រនៃការបង្ក្រាបបទល្មើសឆ្លងដែនឬក៏ការឆបោកអនឡាញរបស់សហរដ្ឋអាមេរិកឬក៏ FBI នេះគឺបង្កក់ប្រាក់លោកចិនស៊ីនេះដល់ទៅ$15,000 លានជារូបិយវត្ថុ crypto ហើយមកដល់ម៉ោងនេះបើទោះបីជាលោកហ៊ុនម៉ាណែតបានថាសហការគ្នាជាមួយនឹង FBI យើងមើលថៃដែលជាប្រទេសជិតខាងគេមិនទាំងដូចអាមេរិកដែលមានភស្តុតាងជាក់ស្ដែងនៅក្នុងការដែលគេដល់រហូតដល់បង្កក់ទ្រព្យរាប់ពាន់លាន$ហើយដាក់ទណ្ឌកម្មនឹងចេញដីកាសម្រាប់ចោទប្រកាន់លោកចិនស៊ីពីបទអក្រិតកម្មឆ្លងដែនផងគេចាត់ការដល់ប៉ុណ្ណឹងថៃអត់មានរបាយការណ៍ការចោទប្រកាន់ដោយគណៈកម្មការជំនុំជម្រះនៅអាមេរិករហូតដល់គ្នា16នាក់អីផងថៃក៏ចាប់ផ្ដើមចាត់ការខ្លួនឯងដែរតាក់ទងនឹងអក្រិតកម្មអនឡាញមិនមែនតាក់ទងនឹងលោកចិនស៊ីទេក៏ប៉ុន្តែតាក់ទងនឹងលោកលីយ៉ុនផាត់អីចឹងទៅដកសញ្ជាតិលោកលីយ៉ុនផាត់ក៏ប៉ុន្តែបើមើលจากពិភពអង់គ្លេសគេចាត់ការបង្កក់ទ្រព្យមើលសិង្ហបុរីថ្ងៃនេះគឺគេបង្កក់ទ្រព្យលោកចិនស៊ីដល់ទៅ$115 លានចុះកម្ពុជាយើងបានចាត់ការអីខ្លះហើយតាក់ទងនឹងលោកចិនស៊ីនេះយើងបានសន្យាថាសហការហើយខ្ញុំនិយាយថាកំបិតចិត្តដងនេះគឺទាល់តែកម្ពុជាអាចកាត់ឬក៏កាត់សាច់ស្អុយរបស់ខ្លួនចោលក្នុងន័យនេះខ្ញុំម្ដងទៀតខ្ញុំអត់ចោទប្រកាន់លោកចិនស៊ីថាជាអក្រិតជនទេលោកគ្រាន់តែជាបុគ្គលដែលរងការចោទប្រកាន់ដូច្នេះលោកនៅតែជាបុគ្គលស្អាតស្អំនៅឡើយដរាបណាតុលាការមិនទាន់រកឃើញថាលោកមានកំហុសប៉ុន្តែវិមតិសង្ស័យភាពសង្ស័យគ្រប់យ៉ាងទាំងអាមេរិកបានរកឃើញអំពីការឆបោកចាក់ស្រេះ
អង្គណែអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិផ្នែកអក្រិតកម្មនឹងការជួញដូរគ្រឿងញៀនហើយនឹងស្ថាប័នស៊ើបការឬក៏អង្គការសិទ្ធិមនុស្សនៅពិភពលោកហ្នឹងគឺគេរកឃើញអំពីមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាមានដល់ទៅ53មជ្ឈមណ្ឌលទូទាំងប្រទេសកម្ពុជាហើយមានជនរងគ្រោះរហូតដល់ជាង100,000នាក់ឯណោះរឿងនេះមិនមែនប្លែកទេគេផ្សាយពីឆ្នាំដែរហើយក៏មានចំណាត់ការពីអង់គ្លេសឥឡូវចំណាត់ការសង្ហបុរីដូច្នេះលោកចិនស៊ីបើទោះបីជាជនសង្ស័យឬក៏រងការចោទប្រកាន់ថាគួរតែជាជនដែលពុំទាន់មានទោសវិមតិសង្ស័យនេះគឺវារៀលដាលคล้ายទៅជាការដាក់បន្ទុកខ្លាំងទៅគាត់មែនតែនស្រោចហើយឥឡូវនេះនៅតែភាគីកម្ពុជាទេតើកាត់ចាត់ការលោកចិនស៊ីដោយរបៀបណាបើលោកហ៊ុនម៉ាណែតពិតជាស្មោះសរហើយពិតជាមិនមែនថ្លែងសារនយោបាយដើម្បីឲ្យតែល្អមើលល្អស្ដាប់ពីរសតិចលោកច្បាស់ជាចាត់ការលោកចិនស៊ីនេះហើយបើលោកចាត់ការលោកចិនស៊ីគឺជាសម្លកពឹសដោយសារអីជាកំបិតចិត្តដងទី1គឺត្រូវដកសញ្ជាតិលោកចិនស៊ីទី2ត្រូវឲ្យប្រព័ន្ធតុលាការត្រូវចាត់ការលោកចិនស៊ីតាមការគួរហើយត្រូវតែអាចនឹងចេញបរិយាក្រិតស្នើបកូណាចេញបរិយាក្រិតដកបរមងារជាអ្នកអុកញ៉ាអីទៀតផងហើយនឹងមានរឿងច្រើនណាស់ចោះបើប៉ះលោកចិនស៊ីតើប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនៅស្រុកខ្មែរយ៉ាងណាចោះលោកហ៊ុនតូចោះលោកលីយ៉ុងផាត់ចោះអ្នកអុកញ៉ាកុកអានតើកម្ពុជាអាចធ្វើដូច្នេះបានទេហើយបើកម្ពុជាធ្វើបានមែនណាខ្ញុំសូមឲ្យមេដៃមាសដោយសារអីនេះគឺជារឿងដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រដែលកម្ពុជាពិតជាធ្វើឲ្យហួសពីសារនយោបាយហើយខ្ញុំលើកទឹកចិត្តឲ្យលោកហ៊ុនម៉ាណែតធ្វើកុំថាអីធ្វើទៅហើយបងប្អូនប្រជាពលរដ្ឋខ្មែរខ្ញុំជឿថាទាំង17លាននាក់ច្បាស់ជារងចាំសារតនឹងអំពើដែលត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជាដើម្បីស្ដារមុខមាត់ជាតិយើងលើឆាកអន្តរជាតិក៏ប៉ុន្តែបើលោកហ៊ុនម៉ាណែតបានបង្ហើរសារជួបជាមួយមេ FBI ហើយបែរមិនធ្វើអីសោះខ្ញុំថានេះគឺជាកំបិតចិត្តដងហើយមិនត្រឹមតែជាកំបិតចិត្តដងទេគឺជាភាពអាម៉ាស់សម្រាប់ជាតិយើងមួយទៀតដោយសារអីយកបងធ្វើនយោបាយប្រាប់ប្រជាពលរដ្ឋស្អំចិត្តថាយើងសហការតែយើងមែនតែនទៅយើងអត់ធ្វើហើយអាមេរិកគេមិននិយាយទៅអាមេរិកគេមិនឲ្យយើងរួចខ្លួនដែរទេព្រោះអីរឿងនេះគឺជារឿងធំហើយកម្ពុជាគ្មានជំរឿសអីដែរតែខ្ញុំឃើញកម្ពុជាហាក់បីដូចជាដូររបត់នៅក្នុងរបៀបតាក់ទងអាមេរិកបន្តិចដែរខ្ញុំលើកនេះគឺខ្ញុំបញ្ចូលតាក់ទងនឹងរឿងអាមេរិកចាប់ផ្ដើមខ្មែរចាប់ផ្ដើមអោបអាមេរិកអោបជើងអាមេរិកខុសប្លែកពីសក់មួយដងហើយគឺចាប់ផ្ដើមប្រលេះដៃចិនបន្តិចដែរព្រោះចិនហាក់បីដូចជាមិនអាចជាមិត្តដៃថែបទេឬក៏បោកអាមេរិកប្រើក្នុងមួយរយៈអាមេរិកក៏អត់ខ្លាចចាញ់បោកខ្មែរដែរដោយសារអីអាមេរិកចង់ប្រលេះដៃចេញពីតំបន់នៅឥណ្ឌូចិនឬក៏តំបន់អាស៊ីអាគ្នេយ៍នេះចង់ឲ្យអាមេរិកមានឥទ្ធិពលវិញខ្លះដែរព្រោះអីកាលមុនដោយសារតែកម្ពុជារំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យហើយទាត់អាមេរិកទាត់សហគមន៍អឺរ៉ុបចោលដោយសារតែចេះតែដាក់សម្ពាធឲ្យស្ដារសិទ្ធិមនុស្សស្ដារប្រជាធិបតេយ្យអញ្ចឹងខ្មែរស្ដារអត់បានទៅអោបជើងចិនព្រោះចិនអត់ត្រូវការទៀមទាស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យអីដល់ពេលអោបទៅយើងកាន់តែឯកោឆ្ងាយទៅកាលមុនឯកោមធ្យមទេព្រោះអីយើងគិតថាបានដង្ហើមចិនដកតតែពេលឆ្លោះគ្នាជាមួយថៃប្រាវបានយើងដឹងថាចិនអត់ប្រយោជន៍សោះគឺចំណេញកេងប្រវាញ់យកតែផលប្រយោជន៍ខ្លួនដល់ពេលឲ្យដោះដៃពេលដែលឆ្លោះគ្នាមួយថៃទៅធ្វើយកសម្ពយុទ្ធយោធាមួយថៃខ្មែរឆ្លោះគ្នាមួយថៃចិនធ្វើសម្ពយុទ្ធយោធាមួយថៃឌឺឲ្យខ្មែរទៀតដែល10000ឆ្នាំជាមិត្តដៃថែបនេះហើយដល់ពេលហើយទៅចេញសេចក្តីថ្លែងសារមកថាគ្រប់គ្រងចំហអធិបតេយ្យកម្ពុជាទោះក្នុងតម្លៃណាក៏គ្រប់គ្រងដែរជាមិត្ត10000ឆ្នាំតោះហើយទៅប្រាប់ថៃដូចគ្នាថាគ្រប់គ្រងដែរអធិបតេយ្យនិងថៃដូចគ្នាចឹងចាក់ខ្សែយកចំណេញសងខាងដល់អញ្ចឹងហើយបានតែថាអាមេរិកមានឥទ្ធិពលទៅវិញគឺអាមេរិកនិយាយគឺធ្វើតែម្ដងមានបាត់ជប់បាញ់ទី1បាត់ជប់បាញ់ទី2ចុងក្រោយនឹងមានសេចក្តីថ្លែងការណ៍រួមអីចឹងផាត់ចិនចោលអញ្ចឹងអាមេរិកចាប់ផ្ដើមផាត់ចិនចោលកម្ពុជាក៏យកឱកាសនេះប្រលេះដៃចេញចិនសិនដែរខ្ញុំថាជាការត្រឹមត្រូវដែរទេមិនខ្ញុំគ្រប់គ្រងប្រលេះសិនទៅគាត់ថាឲ្យវាស្មោះសរប៉ុន្តែប្រលេះប្រឡំអីចឹងទៅហើយអាមេរិកពេលនេះគឺជាប្រឡំគេហៅកន្ទេលធំប្រឡំចូលដេកហ្នឹងអាមេរិកអត់អីទេអាមេរិកក៏ចង់ច្រានទូបដ ாய் ទឹកដែរដោយសារអីតាន់ឱកាសមានព្រោះកន្លងមកដាក់សម្ពាធទៅលើកម្ពុជារឿងរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យខ្លាំងពេកកម្ពុជាគិតថាអត់ខ្ចីដង្ហើមបរទេសដកសុកចិត្តឲ្យស្លាប់រាជខ្មែរស្លាប់ខូចកេរ្តិ៍ឈ្មោះកិត្តិយសទៅមិនឲ្យខូចក្រុមគ្រួសារនឹងការក្រៃអំណាចចេះតែឆ្ងាយពីអាមេរិកឆ្ងាយពីសហគមន៍អន្តរជាតិទៅព្រោះចិននឹងឯបានតែអាមេរិកអត់អាចលូកចូលធ្វើអីជួយអីបានទេព្រោះកម្ពុជាអត់ទទួលសោះតែម្ដងរហូតដល់រំលាយសំណង់តែជាលុយបង់ពន្ធរបស់ញើសឈាមជនជាតិអាមេរិកនៅតំបន់សមុទ្ររៀមហ្នឹងទៅយករបស់ចិនយកមកសាងសង់វិញឈឺហើយរំលាយចោលអាវុធយុទ្ធភ័ណ្ឌអាមេរិកដែលផ្ដាល់ជូនថាចាស់ពេកប្រើមិនបានយកមកដុតបំផ្លាញចោលបញ្ឈឺអីហើយលុបចោលអាសម្ពយុទ្ធយោធា Sentinel អង្គរ Sentinel អីជាមួយនឹងអាមេរិកអី7-8ឆ្នាំមុនហ្នឹងគឺថាមកសហការជាមួយចិនរហូតប៉ុន្តែឥឡូវនេះវាទៅជាការប្រែពណ៌បន្តិចដោយសារអីតែយើងឆ្លោះគ្នាជាមួយថៃបានយើងដឹងថាចិនអត់សូវមានប្រយោជន៍អីដល់អញ្ចឹងចាប់ផ្ដើមគិតថាអាមេរិកមានប្រយោជន៍វិញខ្ញុំថាវាជាការល្អទេការផ្លាស់ប្ដូររបបនយោបាយនេះគឺជាការល្អសម្រាប់កម្ពុជាខ្ញុំសារតសហការមួយអាមេរិកចោះប៉ុន្តែឲ្យមានភាពស្មោះសរព្រោះតែយើងដូចជាមួយចិនប្រឡំបោកប្រឡំដើម្បីតែបានចំណេញអីដើម្បីបង្ក្រាបសម្លេងប្រជាធិបតេយ្យសិទ្ធិមនុស្សអាហ្នឹងចិនលេខ1ហើយប៉ុន្តែមកអាមេរិកត្រូវគិតឲ្យហើយថាសហការជាមួយអាមេរិកគឺអាមេរិកមានគោលដៅច្បាស់លាស់ហើយគឺសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកំបិតនេះចិត្តដងរបស់រដ្ឋាភិបាលកម្ពុជាវិញហើយប៉ុន្តែកំបិតចិត្តដងនេះក៏យ៉ាងហោចណាស់បានជួយកម្ពុជាឲ្យ
រួចផុតចូលមៀពីសង្គ្រាមឈ្លានពានរបស់ថៃដែរវាចាប់ផ្ដើមបានប្រយោជន៍ដល់ប្រជាពលរដ្ឋទាំង17លាននាក់និងដែនអធិបតេយ្យកម្ពុជាទាំងមូលបើសិនជាកម្ពុជាងាកមកអាមេរិកវាអត់ខុសឆ្គងអីទេតែវានឹងអាចប៉ះពាល់ដល់ក្រុមគ្រួសារតកូលហ៊ុននិងការក្រាញអំណាចតទៅទៀតព្រោះអីតែស្និទ្ធជាមួយអាមេរិកចាប់ផ្ដើមដាក់សម្ពាធឲ្យកែសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយចាប់ផ្ដើមអត់កែវិញអានឹងងាកទៅរកអារឿងលើកមុនរហូតទាត់អាមេរិកចោលទៀតហើយអាហ្នឹងគឺពិបាកណាអញ្ចឹងបានថាត្រូវការភាពស្មោះត្រង់និងកុំប្រើសារប្រជាពិធហើយត្រូវចាំថាអាមេរិកមិនឲ្យកម្ពុជារួចខ្លួនទេប៉ុន្តែក៏មិនរាថយនៅក្នុងការជួយកម្ពុជាដែរបើខ្ញុំមើលចំហហ្នឹងព្រោះអាមេរិកចាប់ផ្ដើមលូកទៅឃើញទេដេញចិនយកឲ្យដោះស្រាយបញ្ហាដោយមិនចាំបាច់មានចិនទេគឺអាមេរិកចង់យកបងបន្តិចទៅហើយឥឡូវចាប់ផ្ដើមលោកហ៊ុនម៉ាណែតឃើញអញ្ចឹងក៏សរសេរសារលើកស្ទួយលោកត្រាំនឹងឲ្យមានពានរង្វាន់ Nobel សន្តិភាពឥឡូវនេះចាប់ដៃគ្នាជាមួយលោក Patel Cash Patel ដែលជាមេ FBI អីផងចង់សហការគ្នាផងហើយឥឡូវនេះពេលដែលនៅលោកទាសីហាកាលទៅជួបប្រជុំកំពូលនៅម៉ាឡេហ្នឹងក៏បានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់អាមេរិកហ្នឹងក៏អស្ចារ្យដែរអាក្រសួងការពារជាតិហ្នឹងមានឡើងស្អាតចាស់មកដល់រាជការលោកត្រាំដូរឈ្មោះក្រសួងចេញជាក្រសួងសង្គ្រាមដើម្បីឲ្យប្រាប់ថាដើម្បីទប់នឹងសង្គ្រាមជាជាងការពារជាតិកាលពីមុនគ្រាន់ការពារឥឡូវប្រើពាក្យក្រសួងសង្គ្រាមហ្មងដើម្បីអីដើម្បីប្រាប់ថាអាមេរិកលែងការពារគឺវាយសន្ធាប់ទៅនៅឯងវិញហ្មងអាហ្នឹងសាររបស់លោកត្រាំក៏ចង់និយាយចឹងខ្ញុំមិនជំទាស់អីទេជាប្រជាពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិកខ្ញុំគិតថាជាការធ្វើឲ្យភាពខ្លាំងរបស់សហរដ្ឋអាមេរិកឲ្យបរទេសបាក់បោកខ្លោបខ្លាចវាជាឥទ្ធិពលរបស់អាមេរិកដែរគាត់ថាពេលខ្លះឈ្មោះហ្នឹងមិនចាំបាច់ដូរទេព្រោះក្រសួងការពារជាតិហ្នឹងគឺការពារសត្រូវឈ្លានពាននិងវាយបកទៅសត្រូវវិញតាមការគួរមិនចាំបាច់ដូរឈ្មោះអីទេតែឥឡូវគេដូរឈ្មោះទៅជាក្រសួងសង្គ្រាមដែលដឹកនាំដោយលោករដ្ឋលេខាធិការឬក៏រដ្ឋមន្ត្រីក្រសួងការពារជាតិគឺលោក Pete Hegseth លោក Pete Hegseth នេះគឺបានជួបជាមួយលោកទាសីហាជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានៅឯប្រទេសម៉ាឡេស៊ីដែលជាផ្នែកមួយនៃជំនួបកម្ពុជាអាស៊ានប៉ុន្តែគេហៅថាកិច្ចជំនួបបន្ថែមជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់អាមេរិកហ្នឹងក៏បានជជែកគ្នាព្រមធ្វើសម្ពយុទ្ធយោធារវាងយោធាខ្មែរនិងយោធាអាមេរិកនៅពេលខាងមុខនេះជាចំណុចល្អខ្ញុំសាទរខ្ញុំគាំទ្រហើយថាជាទង្វើត្រឹមត្រូវដែលសហការជាមួយអាមេរិកឲ្យអាមេរិកទៅធ្វើសម្ពយុទ្ធយោធាទៅដោយសារតែការព្រមព្រៀងនេះគឺ7-8ឆ្នាំហើយខានធ្វើយូរអង្គរសង់ទីណែលហ្នឹងដែលយើងធ្វើពីមុនមកហើយដោយសារតែអែបចិនខ្លាំងពេកដោយសារបំផ្លាញប្រជាធិបតេយ្យសិទ្ធិមនុស្សឥឡូវនេះខ្ញុំដឹងថារដ្ឋាភិបាលកម្ពុជាដើរដល់ផ្លូវតល់ច្រកដែរតល់ច្រកត្រង់ថាអីនៅពេលដែលអែបចិនខ្លាំងពេកអាប្រជាប្រិយរបស់ខ្លួនក៏រងការធ្វើថ្នាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៅក្នុងស្រុកមិនទៅណារួចចិនប្រលេះដៃទៀតហើយមានសង្គ្រាមជាមួយថៃបានប្រយោជន៍ចិនបានប្រយោជន៍ពីថៃក៏បោះបង់ខ្មែរចោលអញ្ចឹងកម្ពុជាអត់មានជំរឿសអីទេគឺថាជំរឿសនៅការពារក្រាញជាមួយចិនហើយចិនប្រលេះដៃយើងឬក៏យកអាមេរិកអាចជួយតាក់ទងនឹងដាក់សម្ពាធថៃបានខ្លះហើយសុកចិត្តបដូរសារនយោបាយមកអោបជើងអាមេរិកវិញខ្ញុំថាមិនអីទេធ្វើនឹងត្រូវហើយអែបប្រទេសសេរីមិនដែលខុសទេយ៉ាងហោចណាស់ក៏បាននំប៉័ងហូបដែរមិនញ៉ាំក្ដួចដូចជាមួយចិនហើយចំពាក់លុយគេរុំសួតសងអត់អស់លើក្រោយកាត់ដីកាត់អីឲ្យគេក៏ថាបានដូចប្រទេសច្រើនណាឲ្យកំពុងផែឲ្យអីទៅប្រទេសចិនដោយសារចំពាក់បំណុលគេរុំសួតណាប៉ុន្តែម្ដងទៀតបងប្អូនរឿងនេះគឺជារឿងល្អប៉ុន្តែយើងចាំមើលថាជំហរកម្ពុជាពិតជាធ្វើឲ្យដូចចិត្តស្មោះសរនៅក្នុងសារនយោបាយនឹងអត់ខ្ញុំសាទរឲ្យចាប់គៀកជាមួយអាមេរិកចោះប៉ុន្តែត្រៀមខ្លួនត្រៀមចិត្តត្រៀមកាយដើម្បីទទួលភាពខកចិត្តផងនៅពេលដែលអាមេរិកឲ្យស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យហើយចាប់ផ្ដើមសហការជាមួយ FBI ចាប់លោកចិនស៊ីឬក៏លោកហ៊ុនតូឬក៏លោកអ្នកអង្គការកកអានឬក៏លោកទ្រីភិបឬក៏ឧត្តមសេនីយ៍មកកណក៏ដឹកដោយទាំងលោកហ៊ីងប៊ុនហៀងអីផងហ្នឹងសិតតែក្រសួងរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មអស់ហើយបើសិនជាលោកហ៊ុនម៉ាណែតសហការលោកត្រូវបង្ហាញអំពីចំហចាប់អ្នកទាំងអស់នោះឬក៏ចាត់ការស៊ើបអង្កេតឬក៏អីអ្នកទាំងអស់នោះដូច្នេះម៉ោងនេះគឺមន្ត្រីទាំងអស់នោះច្បាស់ជាល្ងាហើយល្ងាត្រង់ថាថ្នាក់ដឹកនាំអត់មានជំរឿសកាលមុនអោបចិនដឹងថាស្រួលហើយវាមិនខ្វល់រឿងសិទ្ធិមនុស្សប្រជាធិបតេយ្យដល់ពេលអោបអាមេរិករឿងគេអាចប្រែពណ៌វាអាចល្អសម្រាប់ប្រទេសកម្ពុជាទាំង17លាននាក់ប៉ុន្តែមិនល្អសម្រាប់គណៈបកកណ្ដាលអំណាចទេគឺគណៈបកប្រជាជនខ្លួនឯងនិងមន្ត្រីដែលជាប់ការដែលគេដាក់ទោសទណ្ឌពីសហរដ្ឋអាមេរិកបើថ្នាក់ដឹកនាំចាប់ដៃជាមួយ Patel ដែលជាប្រធាន FBI ចង់សហការកម្ចាត់អក្រិតកម្មឆបោកឬក៏ដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិកមន្ត្រីទាំងអស់នោះអត់អាចរួចខ្លួនបានទេបើមិនជាលោកហ៊ុនម៉ាណែតឲ្យរួចខ្លួនបានន័យថាលោកហ៊ុនម៉ាណែតក៏ក្បត់ពាក្យសច្ចារបស់ខ្លួនដែលតាក់ទងជាមួយនឹងការសហការជាមួយអាមេរិកដែរដូច្នេះរឿងនេះគឺជាកំបិតចិត្តដងប៉ុន្តែបើចិត្តឲ្យត្រូវបានផលដល់ប្រជាពលរដ្ឋទាំង17លាននាក់ហើយខ្ញុំក៏ជួយត្រេកអរហើយបើសិនជាលោកហ៊ុនម៉ាណែតធ្វើបានជោគជ័យសហការជាមួយអាមេរិកកំចាត់មន្ត្រីខលខូចនិងអង្គការចាត់តាំងគេស្ដារគេឈ្មោះរបស់ប្រទេសកម្ពុជាឡើងវិញស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញដោះលែងអ្នកទោសមនសិការឲ្យអស់ដោយទាំងលោកកឹមសុខាសកម្មជនអីនោះវាត្រូវនឹងអ្វីដែលជាខ្លឹមសារគោលនយោបាយរបស់អាមេរិកហើយខ្លឹមគោលរបស់អាមេរិកគឺប្រជាធិបតេយ្យនិងសិទ្ធិមនុស្សហ្នឹងអញ្ចឹងបើសិនជាជួយចង់ស្រឡាញ់អាមេរិកតើតែស្រឡាញ់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយកែទាំងអស់អញ្ចឹងវាបានផលទាំងអស់គ្នាអញ្ចឹងបាទខ្ញុំនិយាយថាខ្ញុំអត់ខ្វល់តកូលហ៊ុនតកូលសុកតកូលទាតកូលរងតកូលសំតកូលកំតកូលអីទាតកូលអីតកូលទៅកាន់ប្រទេសទៅឲ្យតែបានផលដល់ប្រជាពលរដ្ឋទាំង17លាននាក់គឺពេលនោះឯងគឺខ្ញុំនឹងសាទររៀមដៃ10នឹងលើកសរសើរគ្រប់ពេលប៉ុន្តែសូមធ្វើផងកុំចេះតែថាហើយខ្ញុំនិយាយថារឿងនេះនៅវែងឆ្ងាយណាស់
កម្ពុជាទើបតែចាប់ផ្ដើមចេញសារនយោបាយទេតែការអនុវត្តជាក់ស្ដែងគឺតើតែយើងឃើញគេដកសញ្ជាតិលោកចិនស៊ីគេបកកទ្រព្យសម្បត្តិលោកចិនស៊ីនៅកម្ពុជាគេដកងារអ្នកអង្គការគាត់ហើយគេចាត់ការមន្ត្រីនេះមន្ត្រីនោះជាហូហែអាហ្នឹងបានយើងឃើញថាកម្ពុជាមិនប្រើនយោបាយប្រជាពិធដ្ឋទេបើអត់ទេបងប្អូនគូសថ្មចំណាំទុកដើម្បីឲ្យលោកហ៊ុនម៉ាណែតទទួលខុសត្រូវចំពោះអ្វីដែលគាត់ថាគាត់បដិញ្ញាស្ដារអ្វីៗរបស់យើងនេះបាទឥឡូវចូលដល់ព័ត៌មានទី2គឺទី2អីខ្ញុំអានមកកណ្ដោនឹងវាចូលទី3ទី4អស់ហើយតកតងនឹងកងម៉ារីនថៃសច្ចាយកទងជ័យមកដោតលើដីផ្ទះ3ខ្នងជារបស់ខ្មែរនៅទល់ដែនកោះកុងនិងខេត្តត្រាតនិយាយទៅទាហានថៃសម្អុចក្នុងខោគួរឲ្យអាម៉ាស់មែនតើខ្ញុំថាខ្ញុំមិនដែលឃើញចរិតទាហានថៃដែលធូរថ្លៃដូចពេលសម័យបច្ចុប្បន្ននេះសោះខ្ញុំជឿថាពីមុនមកប្រហែលជាធូរថ្លៃចឹងមែនប៉ុន្តែខ្ញុំមិនបានតាមដានដិតដល់ល្អិតដូចលើកនេះបានយើងឃើញអំពីចរិតមិនថ្លៃថ្នូរសោះនៅពេលដែលមានសេចក្តីថ្លែងការណ៍រួមហេតុអីបានជាយើងសម្អុចក្នុងខោព្រោះនៅក្នុងសេចក្តីថ្លែងការណ៍រួមនិយាយឲ្យអ្នកណានៅនឹងហេតុអីក៏យើងធ្វើទុកបុកម្នេញផ្លូវចិត្តនៅក្នុងការដែលខំប្រឹងឲ្យស្ថានភាពប្រែទៅជាល្អឡើងវិញហើយយើងធ្វើដូច្នេះហើយមកនៅកាសែតថៃនឹងផ្សាយឡើងស្រស់ពីរឿងកងម៉ារីនគេសច្ចាថាដកកំភ្លើងដកអីគេអត់ខ្វល់ទេសំខាន់គឺតតែដកចេញពីអាដីផ្ទះ3កន្លែងនៅខេត្តកោះកុងដែលនេះនឹងគេតិចទៀតគេថាបើអត់ព្រមយកដកចេញពីអាកន្លែងតំបន់ហ្នឹងគេយកទងជ័យថៃយកមកដោតលើហ្នឹងកងម៉ារីនខេត្តត្រាតតើការលើកឡើងបែបនេះហ្នឹងគឺវាបានចំណេញអីហើយក្រោយតែពីភាពសម្អុចក្នុងខោនឹងហ្នឹងនៅឯខ្នាឯណោះប្រាសាទខ្នាខេត្តព្រះវិហារណោះគឺក៏សម្អុចក្នុងខោដែរលឺសូរដូចរពើរពើងមកនឹងគឺថាមានសម្លេងផ្ទុះអីខ្លះអីចឹងហើយអ្នកដែលនៅមូលដ្ឋានលួចខ្សឹបប្រាប់មកថាកុំឲ្យប្រាប់គេលាក់ឈ្មោះផងគឺមានទាហានខ្មែររងរបួសដោយគ្រាប់ប្រហែលជាបាញ់ហើរផ្លាតពីណាមកមិនដឹងយ៉ាងម៉េចអីចឹងទៅដឹកយកទៅព្យាបាលនៅខេត្តសៀមរាបខេត្តអីប៉ុន្តែដូចខ្ញុំជម្រាបចឹងអត់ទាន់មានសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិកម្ពុជារឿងនេះអញ្ចឹងខ្ញុំនៅតែគិតថាព័ត៌មាននេះគឺជាព័ត៌មានបឋមមិនទាន់យកជាការបាន 100% ទេតែភាពសម្អុចក្នុងខោរបស់ថៃនៅឯតំបន់ផ្សេងទៀតមិនមែនតែប្រាសាទខ្នាទេកំពុងតែរពើរពើងដោយសារអីដោយសារតែឃើញខ្មែរចាប់ផ្ដើមអនុវត្តព្រមតាមខ្លួនតាមសំណើទាំង4ហ្នឹងមើលទៅដូចធូរអញ្ចឹងចាប់ផ្ដើមបំពេញទៀតទៅពូបំពេញមកអាយុហើយអត់ដែលអីផងហ្នឹងអញ្ចឹងចាប់ផ្ដើមធ្វើឲ្យហើយទៅតាន់ពេលហ្នឹងមានពេលណាទៀតវាអកុសលអញ្ចឹងហ៎បងប្អូនហើយខ្មែរយើងអត់ប្តឹងឥឡូវនេះការដកអាវុធដកសពាវុធអីហ្នឹងយើងឃើញដកហើយថ្ងៃនេះគឺដំណាក់កាលទី1នៃការដកសពាវុធធនធ្ងន់ពីព្រំដែនខ្មែរថៃគឺទើបតែចាប់ផ្ដើមទេបងប្អូននៅម៉ោងប្រហែលជា 6:45 នាទីយប់នេះគឺបានន័យថានៅប្រទេសកម្ពុជាមុននេះប្រហែលជា 2-3 ម៉ោងហ្នឹងគឺខាងអ្នកស្រីម៉ាលីសុជាតាហ្នឹងបានថាដំណាក់កាលទី1នៃការដកសពាវុធធនធ្ងន់គឺទើបតែចាប់ផ្ដើមទេព្រោះអាមុននិមិត្តរូបទេអាដករថក្រោះ2គ្រឿងម្នាក់ហ្នឹងហើយដល់ពេលដកអញ្ចឹងទៅកម្ពុជាដកកំភ្លើងធំដំណាក់កាលទី1ធ្វើឲ្យពលរដ្ឋខ្មែរយើងព្រួយមិនទុកចិត្តរឿងថៃចាំតែជើងក្រោយព្រោះឥឡូវយើងឃើញខ្មែរដកឲ្យអាវុធដូចជាកំភ្លើងត្បាល់កណ្ដុងធំហ្នឹងកំជ្រួចវងព្រោះដំណាក់កាលទី1ហ្នឹងគេធ្វើអញ្ចឹងដំណាក់កាលទី1ហ្នឹងធ្វើដល់ថ្ងៃទី13ខែវិច្ឆិកាឯណោះព្រោះ2សប្តាហ៍សំទោសមិនមែនថ្ងៃ13គឺថ្ងៃ21ឯណោះវា3សប្តាហ៍ហើយដំណាក់កាលទី2 3សប្តាហ៍តទៅទៀតអញ្ចឹងដំណាក់កាលទី3គឺរហូតដល់ទៅពាក់កណ្ដាលខែធ្នូឯណោះបានដករថក្រោះអីពីដៃអីហ្នឹងនៅព្រំដែនឲ្យអស់ដែលដំណាក់កាលនេះតើតែចប់បានថៃថានឹងពិចារណារឿងដោះលែងទាហានខ្មែរអញ្ចឹងហើយថៃដាក់លក្ខខណ្ឌទៀតមិនមែនតែដោះប៉ុណ្្នឹងទេប៉ុន្តែឥឡូវគឺតាមជើងក្រោយរហូតឥឡូវទាហានខ្មែរដកមកដកអាវុធយុទ្ធភ័ណ្ឌហ្នឹងប៉ុន្តែខាងថៃស្ងាត់ឈឹងប្រហែលស្អែកបានគេធ្វើឬក៏យ៉ាងម៉េចយើងអត់ទាន់ឃើញបើសិនជាបងប្អូនឃើញព័ត៌មានពេលដែលខ្ញុំផ្សាយមិនទាន់អីជួយផ្ញើប្រាប់ខ្ញុំផងព្រោះឥឡូវខ្ញុំរកខាងថៃអត់ទាន់ឃើញតែខាងខ្មែរទេតែយ៉ាងណាយើងទៅមុនទៅព្រោះយើងជាអ្នកធ្វើតាមសំណុំពរសំណើរបស់ថៃដែរទេព្រោះថៃគេថានេះគឺជាសំណើរបស់គេទាំង4ចំណុចហ្នឹងគឺចំណុចទី1ដកសពាវុធធនធ្ងន់ពីព្រំដែនទី2ដោះមីននៅតំបន់ត្រួតស៊ីគ្នានៅតំបន់ព្រំដែនទី3គឺជំនះប្រជាពលរដ្ឋចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យហើយដោះស្រាយបញ្ហាកម្មសិទ្ធិដីធ្លីនៅតំបន់ព្រំដែនឲ្យប្រជាពលរដ្ឋអាស្រ័យផលតាមច្បាប់ត្រឹមត្រូវនឹងទី4គឺតកតនឹងការសហការប្រយុទ្ធឆាំងនឹងការឆោបោកអនឡាញហ្នឹងបាទឥឡូវនេះគឺរឿងនេះគឺកម្ពុជាបានបោះជំហានទៅលឿនហើយមិនត្រឹមតែលឿនប៉ុណ្ណឹងទេគឺតកតនឹងការប្រយុទ្ធឆាំងអនឡាញហ្នឹងគឺក្រសួងមហាផ្ទៃគឺចាត់មន្ត្រីនគរបាលជាន់ខ្ពស់ជាង10នាក់ដើម្បីរៀបចំជាគណៈកម្មការក្រុមការងារដើម្បីសហការប្រយុទ្ធឆាំងអនឡាញជាមួយនឹងថៃដែរដូច្នេះចំណុចខ្មែរចាប់ផ្ដើមធ្វើបានរៀងញាប់តិចប៉ុន្តែតែសហការជាមួយថៃចាំមើលអារឿងឆោបោកអនឡាញហ្នឹងកម្ពុជាក៏ជាកំបិតចិត្តដងទៀតដែរបើសហការមួយថៃចោះលោកលីយ៉ុងផាត់ថៃទៅដកសញ្ជាតិគាត់ហ្នឹងដកសញ្ជាតិថៃពីលោកលីយ៉ុងផាត់ហៅផាត់សុផាផានៅថៃហ្នឹងហើយបង្កក់ទ្រព្យសម្បត្តិគាត់$2 លានផងចោះនៅខ្មែរមិនចោះលោកកុកអានថៃរឹបអូសទ្រព្យសម្បត្តិគាត់ប្រហែលជា$80,000ហើយនឹងមានដីកាមានអីផងតើយើងនឹងសហការចាត់ការចាប់ខ្លួនពួកគាត់អីយ៉ាងម៉េចរឿងនេះគឺជាវិញ្ញាសាមួយដ៏លំបាកលំបិនសម្រាប់ប្រទេសកម្ពុជាណាប៉ុន្តែកម្ពុជាចូលដល់ដំណាក់កាលផ្លូវតល់ហើយបើមិនចាត់ការក៏មិនដឹងទៅធ្វើអីដែរហើយសារដែលគ្រាន់តែលួងចិត្តប្រជាពិធដ្ឋអីហ្នឹងអត់បានប្រយោជន៍ទេព្រោះប្រជាពលរដ្ឋជ្រិញតលន់នឹងសារដែល
ចេះតែថាឲ្យមិនអនុវត្តនឹងពួកប្រជាពលរដ្ឋសប្ងៃចាំមើលតាធ្វើអត់ថាអីថាតែឥឡូវឡើងស្ដាប់អារឿងថាហ្នឹងចង់និយាយទៅកោកសឹកមកទៅដោកឆ្អែតតែពុះកបីទេគាត់ចេះដែរប្រជាពលរដ្ឋខ្មែរឥឡូវចេះចាំមើលតើធ្វើអត់ហើយបងប្អូនជួយផ្ទៀងគ្នាបាទឥឡូវនេះគឺចុងក្រោយព័ត៌មាន2ទៀតគឺតកតងនឹងរឿងប្រសង់ថៃប្តឹងនាយករដ្ឋមន្ត្រីថៃរឿងធ្លួយមាត់ថាប្រជាពលរដ្ឋថៃរស់នៅអាស្រ័យផលលើដីខ្មែរនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យថៃក៏សមោចក្នុងខោមិនមែនតែប្រជាពលរដ្ឋមិនមែនតែទាហានឥឡូវដល់ប្រសង់សមោចក្នុងស្បង់ទៀតសុំទោសខ្ញុំប្រើពាក្យនេះអាចអសរោះបន្តិចឯងព្រោះបីសមោចក្នុងខោក្នុងប្រសក់អីដល់ពេលសមោចក្នុងស្បង់របស់ប្រសង់អាហ្នឹងគឺជាការប្រមាថការទៀនប្រសង់ពុទ្ធសាសនាអីដែរប៉ុន្តែមែនតើប្រសង់ប្រមាណអង្គនៅថៃនេះគឺមានយ៉ាងហោចណាស់ក៏មានមួយអង្គដែរដោយមានក្រុមប្រឹក្សាប្រជាពលរដ្ឋថៃជាបណ្ដាញអីគេហ្នឹងគេដាក់ពាក្យប្តឹងនាយករដ្ឋមន្ត្រីថៃពីរឿងធ្លុយនិយាយថាភូមិព្រៃច័ន្ទនិងជោគជ័យហ្នឹងមិនមែនតែថាខ្មែរទៅលូបបំពេញទន្ទ្រានយកដីថៃទេក៏មានប្រជាពលរដ្ឋថៃមួយចំនួនក៏អាស្រ័យផលលើដីអាចទន្ទ្រានចូលដីខ្មែរដែរលោកនិយាយក្នុងន័យថាវាតំបន់អត់ច្បាស់លាស់តាមពិតលោកអនុទិនច័ន្ទវរៈគុលនិយាយត្រឹមត្រូវទេនៅក្នុងន័យថាតំបន់ត្រួតស៊ីគ្នានឹងវាអាចរៀងមិនសូវច្បាស់លាស់អីអញ្ចឹងណាហើយអញ្ចឹងទៅវាអាចយើងទៅចូលគេចូលយើងអីព្រោះថាមិនច្បាស់លាស់វាអាចបានន័យថាសង្ស័យហ្នឹងអញ្ចឹងប៉ុន្តែជានាយករដ្ឋមន្ត្រីគេអត់និយាយសារបែបហ្នឹងអញ្ចឹងបាទខ្ញុំបាននិយាយឲ្យថាដោយលោកហ៊ុនសែនថ្ងៃមុនហ្នឹងនេះបើសិនជានៅថៃគេប្តឹងស្រាយប៉ុន្តែនៅខ្មែរណាហ៊ានប្តឹងលោកហ៊ុនសែនពីរឿងដែលគាត់និយាយថាខ្មែរចោតយើងថាបំពេញដីគេចោតយើងថាបំពេញដីយើងប៉ុន្តែជាថ្នាក់ដឹកនាំយើងអត់ចាំបាច់ប្រើសារដែលគេចោតយើងទេព្រោះយើងច្បាស់ហើយថាគេទន្ទ្រានដីយើងអញ្ចឹងតែប៉ុណ្្នឹងបានយើងការពារដីអធិបតេយ្យរបស់យើងគឺថៃទន្ទ្រានដីយើងហើយចាំដោះស្រាយគ្នាទៀតអត់គិតទេបើរឿងរកឃើញថាយើងទន្ទ្រានដីអានឹងចាំឲ្យម៉ែត្រវាស់អីចឹងប៉ុន្តែជាសម្ដីថ្នាក់ដឹកនាំកុំឲ្យប្រើពាក្យមន្ទិលបានប្រយោជន៍ទៅគូប្រចាំមិត្តរបស់យើងអីដោយអារឿងថាបើគេចង់ទៅតតាំងអីនៅកម្ពុជាក្រមឬកោះត្រល់អីយើងកុំប្រើពាក្យថាយកមកឈូសយកអីចង់តែឲ្យគេទៅស្លាប់អីហ្នឹងយើងនិយាយរកវិធីឲ្យធូរជាងហ្នឹងដើម្បីការពារប្រយោជន៍ប្រជាពលរដ្ឋទៅបើប្រជាពលរដ្ឋមិនពេញចិត្តរកវិធីសម្របសម្រួលហើយបើគាត់មិនពេញចិត្តតវ៉ាបាតកម្មហើយលើកទឹកចិត្តឲ្យគាត់ធ្វើទៅគាត់ថាប្រាប់ថាតម្រាយផ្លូវហ្នឹងវាមិនដឹងដល់ណាទេតែប្រជាពលរដ្ឋមានសិទ្ធិចេះតែធ្វើទៅតវ៉ាអត់អីឲ្យជួយលើកទឹកចិត្តការពារអញ្ចឹងទៅហើយដូចគ្នាផងដែរគឺនៅនេះឃើញលោកអនុទិនច័ន្ទវរៈគុលនិយាយមកឃើញថៃគេចង់គេប្តឹងនេះខ្មែរយើងអត់ហ៊ានទេក៏ធ្លុយឥឡូវតាមពិតថៃគេសារភាពសុំទោសពីសារឲ្យថាលោកអនុទិនច័ន្ទវរៈគុលអត់បាននិយាយចឹងទេចង់និយាយថាតំបន់ត្រួតស៊ីគ្នាមានភាពសពិចពិលមិននិយាយថាថៃទន្ទ្រានដីខ្មែរអីចឹងទេប៉ុន្តែឥឡូវប្រសង់អត់ព្រមហើយនឹងគណៈកម្មការក្រុមប្រឹក្សាប្រជាប្រដ្ឋថៃនឹងដាក់ពាក្យប្តឹងទៅលោកអនុទិនច័ន្ទវរៈគុលឲ្យនិយាយទៅឃើញពាក្យតែនិយាយឲ្យមិនមែនស្រួលទេបងប្អូនភាសាថ្នាក់ដឹកនាំមិនមែននិយាយឲ្យរួចពីមាត់ទេសុកចិត្តនិយាយតិចគេហៅហូបចេកខ្ចីគេហៅនៅស្ងៀមជាជាងស្រដីទៅពីចេកខ្ចីជាជាងតនេមាត់ព្រោះថ្នាក់ដឹកនាំពាក្យមួយម៉ាត់គឺវាមានន័យ